គ្នាបាទសម្រាប់បងប្អូនដែលត្រូវការបង្កើតជា slide បង្កើតជាមេរៀន slide របាយការណ៍អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចប្រើជាមួយកម្មវិធី Canva បានអញ្ចឹង Canva របស់យើងបច្ចុប្បន្ននេះយើងបង្កើត slide បង្កើតអីបានណាបងប្អូនហ្នឹងហើយយើងបង្កើត slide បានជាក់ស្ដែងខ្ញុំបង្កើតច្រើនដែរហើយវាអត់តន់មានជាការ restrict ឬក៏ limit ទេអញ្ចឹងណាបាទអញ្ចឹងនេះបងប្អូនមើលឃើញស្រាប់ហើយចឹង slide មួយក្នុងមួយ slide វារៀបឲ្យមកស្អាតបាទដូចអានេះ38 slide បាទអានេះ35 slide អានេះ17 slide នេះ38 slide នេះ41 slide អញ្ចឹងណាបាទឃើញថាវារៀបច្រើនឬក៏តិចទៅតាមអ្វីដែលយើងបញ្ជាវាណាហ្នឹងហើយអូខេអញ្ចឹងសម្រាប់មួយនេះគឺខ្ញុំប្រើប្រភេទ Canva Education Admin បាទ Education Admin នេះយើងអាច add មនុស្សអញ្ចឹងណាបាទនេះដែលខ្ញុំលក់ឲ្យបងប្អូនយើងរាល់ថ្ងៃហ្នឹងគឺពេលដែលបងប្អូនយើងទិញខ្ញុំ add នេះចុច invite ទៅខ្ញុំដាក់ email បងប្អូនទៅបងប្អូនអាចមានសិទ្ធិប្រើអញ្ចឹងណាបាទអញ្ចឹង admin នេះខ្ញុំតេស្តបានច្រើនប្រើបានធម្មតាអត់អីទេហើយសម្រាប់ដែល invite ទៅឧទាហរណ៍បងប្អូនទិញខ្ញុំ invite ទៅក៏ខ្ញុំបានតេស្តខ្លះដែរវាអត់ជាអីទេគឺវាបង្កើតតែបង្កើត slide បានធម្មតាទេអញ្ចឹងណាបាទប៉ុន្តែបើតាមយើងគិតប្រហែលជាវា limit ជាងនេះណាបាទ limit ជាង admin ណាបាទ limit ជាង admin មកទៅណាខ្ញុំក៏បានតន់តេស្តអស់ដែរអញ្ចឹងណាអូខេអញ្ចឹងហើយបងប្អូនយើងទិញយកទៅប្រើទៅបង្កើត slide អីគាត់រាប់រយនាក់ទៅក៏អត់តន់ឃើញមានបងប្អូនណាថាវា limit អីដែរអញ្ចឹងណាបាទអញ្ចឹងយើងប្រើបានយើងប្រើសិនទៅអូខេហើយដំណោះស្រាយបើវា limit បងប្អូនបង្កើតមេរៀនឬក៏ slide ម្ដងទៅ10 15អីចឹងណាហ្នឹងហើយចាំយកមកគុំគ្នាទៅអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនមានតម្រូវការបងប្អូនអាចទិញជា admin ក៏បាននេះបងប្អូនអាច add មនុស្សបានរហូតដល់500នាក់អញ្ចឹងបងប្អូនមាន team មានអីទិញឲ្យប្រភេទ account admin នេះទៅអញ្ចឹងណាបាទអញ្ចឹងអាហ្នឹងខ្ញុំសល់ stock 4-10ដែរខ្ញុំលក់ធូតែ$10ជាងអីតិចតួចទេអញ្ចឹងណាកន្លងទៅខ្ញុំលក់ដល់30-40រៀលអាហ្នឹងប្រើបានចន្លោះ1ឆ្នាំទៅ3ឆ្នាំដែលយើង add បាន500នាក់ហើយសម្រាប់សុវត្ថិភាពបងប្អូនកុំ add ដល់500នាក់ណា add ត្រឹម250 300 400ទៅបានហើយអញ្ចឹងណាបាទហើយពាក់ព័ន្ធ add កុំ add ច្រើនពេកក្នុងមួយថ្ងៃណាបាទលក្ខណៈថាយើងបោះ link តាមសាធារណៈឲ្យគេ join free សេរីអីអាហ្នឹងនឹងខូចហើយអញ្ចឹងណាតែបើយើង add 1-2សមាជិក team របស់យើងអត់អីទេអញ្ចឹងណាបាទហើយខ្ញុំលក់ជាប័ណ្ណពិសោធន៍អស់ច្រើន admin ហើយមិនក្រោម10ទេជាប័ណ្ណពិសោធន៍នៅក្នុងគោលការណ៍វាដាក់ទៅ3ឆ្នាំតែជាក់ស្ដែងវាដល់ទេបងប្អូនណាបាទ account ខ្លះវាបាន6ខែខ្លះ8ខែខ្លះ1ឆ្នាំខ្លះ1ឆ្នាំតិចតួចគឺវាខូចហើយវាដាច់អញ្ចឹងណាពេលវាដាច់យើងបង្កើត admin ថ្មីឬក៏ទិញ admin ថ្មីមកយើង invite ទៅកាន់ email អតិជនចាស់ឬក៏សមាជិកក្រុមចាស់ឡើងវិញគាត់ប្រើបានវិញធម្មតាបាទហើយគាត់អាចបង្កើតនេះបាទអ្នកដែលមាន admin គាត់អាច add brand kit គាត់អាច add font អីខ្លួនឯងបានអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចង់ធ្វើការលក្ខណៈ professional ម្នាក់ឯងខ្លួនឯងដាច់មាន brand kit មានអីលយដាក់ logo ហោហាយនេះ font អីតាមតែចិត្តយើងអីបងប្អូនទិញជា admin នេះមួយដាច់ទៅប្រើតែឯងទៅក៏បានដែរណាបាទឬក៏ចែកសមាជិកប្រើទៅ4-5នាក់10នាក់20នាក់50នាក់អញ្ចឹងទៅអញ្ចឹងណាអូខេហើយបងប្អូនចង់ប្រើជាលក្ខណៈសមាជិកដែលខ្ញុំ invite ទៅក៏បានដូចគ្នាបាទហ្នឹងតម្លៃធូរទេអញ្ចឹងណាបងប្អូនផ្ញើ email មកខ្ញុំនឹង invite license ហ្នឹងទៅហើយអញ្ចឹងណាហើយ generate slide បានដូចគ្នាប្រើ AI បាននេះ AI របស់ Canva បានដូចគ្នាអញ្ចឹងណាយើងចុចលើ AI Canva ហ្នឹងទៅបាទអញ្ចឹងវាបង្កើតបានដូចគ្នាអូខេបាទឥឡូវខ្ញុំតេស្តបង្កើតឲ្យបងប្អូនមើលអញ្ចឹងនេះខ្ញុំបានឲ្យ ChatGPT បង្កើតមេរៀន Part of Speech សម្រាប់ភាសាអង់គ្លេសណាបងប្អូនហ្នឹងហើយបាទនេះខ្ញុំតេស្តសាកទេណាបាទมันជាផ្លូវការទេអញ្ចឹងវាតម្លាក់មកឡើងប្រហែលណា15មេរៀនហើយខ្ញុំឲ្យវាបង្កើត Master Pro មួយបាទបន្ទាប់មួយទៀតខ្ញុំឲ្យវាបង្កើត Prompt Canva AI មួយសម្រាប់មេរៀនទី1ទី2ទី3អញ្ចឹងណាបងប្អូនហ្នឹងហើយអូខេឥឡូវយើងសាកទៅលើការបង្កើតមេរៀនទី1អញ្ចឹងយើង copy prompt ហ្នឹងមកចុចកន្លែងហ្នឹងបាទនេះ prompt ហ្នឹងគឺទៅតាម master prompt របស់យើង
រៀបចំខាងលើបាទ master prompt នេះបានន័យថាពេលវាធ្វើឲ្យបងប្អូនមើលផងតើយើងត្រូវកែត្រូវ update អីអត់អញ្ចឹងណាបើឃើញថាត្រូវហើយអូខេយើងឲ្យវាបង្កើតមេរៀនទៅតាម master prompt ហ្នឹងអញ្ចឹងណាបាទអូខេឥឡូវយើងចូលទៅដល់ Canva របស់យើងចូលមកកាន់បាទយើងចូលមកកាន់ Canva AI បាទហើយយើងផាសបាទផាស prompt នឹងចូលទៅបងហ្នឹងហើយចុចផ្ញើជូនទៅអ្នក submit ទៅបាទហើយខ្ញុំចូលទៅ account ធម្មតាមិញ account admin ណាអានេះ account ធម្មតាដូចគ្នាខ្ញុំចូលទៅ AI វាទៅហើយខ្ញុំផាស prompt ទៅអញ្ចឹងណាផាស prompt ហើយយើង generate វាមកបាទអញ្ចឹងវា Canva វាចាប់ផ្ដើមគិតនេះ thinking ណាចាប់ផ្ដើមគិតហើយនឹងរៀបចំធ្វើការ generate slide ឲ្យយើងហើយពាក់ព័ន្ធនឹងការ generate slide ពេលវា generate រួចហើយយើងទី1វា generate ទៅជាលក្ខណៈថា slide 1 2 3 4អញ្ចឹងណាអញ្ចឹងយើងមើលតាមហ្នឹងទៅយើងស្រឡាញ់ពេញចិត្តដែរអត់ឬក៏យើងត្រូវកែយើងចុចកែចុចអីអញ្ចឹងទៅអញ្ចឹងណាបាទឬក៏ទៅ update prompt អញ្ចឹងទៅអូខេហើយបន្ទាប់ពីយើង generate ហៅថា slide មួយហើយយើងថានេះ slide title ឬក៏អីអញ្ចឹងណាបងប្អូនហ្នឹងហើយជាផ្នែករបស់វាហ្នឹងហើយចុច generate មកអូខេអានេះ account ធម្មតាយើងចូលទៅមើល account admin នេះ account admin ខ្ញុំចុច generate អូខេបាទអញ្ចឹងឃើញថាវា generate បានដូចគ្នាបងណាហ្នឹងហើយអញ្ចឹងបងប្អូនតេស្តទៅបាទតេស្តទៅវា account ធម្មតាប្រើទៅមួយខែវាឲ្យប្រហែល slide ទៅតែបើតាមយើងគិតវាច្បាស់ជា limit ហើយវាមិនមែន unlimit ទេណាបាទប៉ុន្តែបងប្អូនចង់ប្រើច្រើនបាទបងប្អូនអាចប្រើពពួក account admin ទៅយើងគិតថាវាបានច្រើនអញ្ចឹងណាព្រោះគោលការណ៍វាយើងគោលការណ៍វាគឺវាចែកវាដាក់មកយើងចែកទៅសិស្ស500នាក់អស់អញ្ចឹងបើន័យថា credit ឬក៏ AI ហ្នឹងក៏មិនមែនតិចដែរច្រើនអញ្ចឹងណាបាទយើងគិតតែប៉ុណ្្នឹងទៅបានហើយប៉ុន្តែនៅក្នុងគោលការណ៍វាអត់បានប្រាប់ទេថាវាកំណត់ឬក៏ limit ប្រមាណអញ្ចឹងខ្ញុំក៏អត់ច្បាស់ដែរអញ្ចឹងណាអូខេអញ្ចឹងវា generate slide មេរៀនមេអីអញ្ចឹងបងប្អូនត្រូវការរៀនចំណេះដឹងអីថ្មីខ្លួនឯងអីអញ្ចឹងណាបងប្អូនអាចគេហៅថាបងប្អូនអាចបង្កើត slide ទុករៀនខ្លួនឯងទុករៀនកូនឬក៏បងប្អូនជាគ្រូបរិញ្ញាក៏អីហោហាត្រូវការបတ်បង្ហាញអីចឹងណាបាទយើងបង្កើត prompt ជាមួយ ChatGPT ឬក៏ជាមួយ Gemini Pro អីចឹងណាបងប្អូនហ្នឹងហើយយើង copy prompt ហ្នឹងមកនេះបាទ copy prompt មកអានេះវាសរសេរដល់ជាប់អញ្ចឹងវាអត់ឲ្យយើង copy អូខេឥឡូវយើងទៅមើលនេះ slide វាចិត្តហើយហើយបាទយើងទៅមើល account ធម្មតាមួយទៀតនេះ account ធម្មតាបាទនេះហើយហើយភាសានេះយើងធ្វើមុនអញ្ចឹងណាអញ្ចឹងវាហើយមុនអានេះវាឡើង21 slide អូខេអញ្ចឹងយើងចុចលើ slide អញ្ចឹងទៅពេលចុចលើ slide អញ្ចឹងទៅបងប្អូនដាក់ចំណងជើងវាបានហើយអញ្ចឹងណាបងប្អូនហ្នឹងហើយនេះបងប្អូនដាក់ចំណងជើងឡើងនេះបាទអានេះវាដាក់ឲ្យស្រេចបាទអូខេអញ្ចឹងមេរៀនទី1យើងដាក់លេខ1យើងចុច1ទៅក៏បានដែរអូខេប៉ុណ្ណឹងមកបាទហើយយើង review មើលយើងកែ font បានណាបងប្អូននេះកែ font update font បរិចបរួមអញ្ចឹងណាបាទដូរពណ៌ដូរ color អីតិចតួចមកបងប្អូនអាច export បានឥឡូវនេះចុចតំណឹងមកបងប្អូនចង់ share ទៅក្រុមការងារបងប្អូន share យកកន្លែងនេះ share with link ហ្នឹងមក copy link ទៅតើនេះយើងចង់ឲ្យគេមានសិទ្ធ edit ដាក់ edit ទៅមានសិទ្ធ comment មានសិទ្ធគ្រាន់តែមើលដាក់យក view ហ្នឹងមកអញ្ចឹងណាបាទតែយើងយកនេះគេអាចអ្នកមកខាងទៀតគេអាច edit បានអញ្ចឹងណាអូខេបាទអញ្ចឹងយើង copy link ផ្ញើឲ្យមិត្តភ័ក្តិក្រុមការងារអញ្ចឹងទៅបាទឬក៏យើង download យើងយកកន្លែងនេះបាទ download មកហើយ download បើបងប្អូនកែ font នេះហើយបងប្អូន download ជា PDF មកក៏បានដែរឬ download ជា file គេហៅថា PowerPoint ណាបាទឬក៏ជាវីដេអូឬក៏ជារូបភាពអញ្ចឹងទៅបងប្អូនមើលតាមការគួរហ្នឹងទៅអញ្ចឹងណាបងប្អូនបាទអូខេអានេះ21 slide ជាងដែរអញ្ចឹងវាជួយរៀបចំឲ្យយើងមួយចំនួនដែរវាគាត់បើដែរអញ្ចឹងណាបាទអូខេឥឡូវយើងមើលមកកន្លែង admin វិញតើវារៀបហើយនៅអូខេអត់ហើយទេបាទនេះ21 slide ឥឡូវយើងទៅចាក់មើលអញ្ចឹងណាបាទយើងចាក់មើលតិចទៅថាវាមិននេះហ៎បាទបងប្អូនត្រូវកែតិចតួចបាទវាអត់អាចល្អដែលសមនឹងអ្វីដែលយើងចង់បានទេបាទបងប្អូនត្រូវកែតិចតួចទៅលើ font ទៅលើ style អីចឹងណាបងប្អូនហ្នឹងហើយបាទអូខេ
tới cài thì tôi chẳng tay hay một con đặt pin chất một con ai từ prap chat GPT ai đầu style background OBS khai là time root time graphic diagram ấy xây chẳng á dân từ prap về tới và time thì ball thì bay chẳng á một con là ngày và dân ai từ prap chat GPT và time cả này dân generate mod pin chất và dân từ chat với chat GPT time đấy và hai dân mơ tùm rôn nào thì dân sẽ lạnh pin chất hái ok và dân vô tùm rôn năng màu chẳng á này bà chẳng này cứ ca generate slide cho mùi AI bọc khen vào muốn á và hay AI với men tập bắn nắng muốn là ngày một con châu màu nó không AI khen vào nó với miền vẽ con mùi generate ấy chỉ cho tiền chẳng á muốn là ngày bà muốn mơ tam ca cô đang tới nè lấy những chuyện tạo mang lại nít dục việc Canva AI một con mình nè bà muốn đã design chỉ poster khắc tập ban chỉ và cả chỉ rụp hiệp ấy chẳng á bốn cả chỉ ăn tập bọt ấy xa chỉ code ấy chẳng á bà cái bàn đây cái này chẳng á bà chẳng có con tay riêng một thèm luôn anh từ chẳng á mà lấy dân này ví dụ như refresh mình mà refresh hào ấy chẳng mà này là account admin ok hào vậy nè này là nào này một page slide đâu mấy một page môi slide chẳng khó khăn môi slide chẳng đó hơi style có khó khăn nè chẳng dương ai vì mình lại bàn thà Canva AI về rồi nấc generate ở dương chẳng á chẳng mà dương generate lực tìm môi mình sẽ lạnh tùm ruộng bài bọt bảo viết cũng muốn ai pass prompt từ đây đó ở generate ra thay mày thầy chẳng biết là ai cài đặt trình màu tùm ruộng rồi gồm một xây một tiệt đâm bây giờ xâm rạch chật hay dương từ tù dục bàn ọt lọ ọt chẳng có năng vốn là ngày ok này và dùng một cài dùng ấy mà và chẳng như man tê pra đá dùng một cái slide cả mê riêng ông lê không ai hậu hai và riêng cồn riêng không ai chẳng hết này và những pra tam nâng ok chẳng phần nắng video này miền phần nắng chạy chun một ổn chẳng một ổn thời ca account admin bà ta lại đọc real tiếng bà có lòng tới nhầm lộ sam sắp từ sai sắp bà pra ban cho lòng 10 năm từ 7 năm tại chuyện sẽ đánh ai ọt đo thì chẳng đấy bà còn thay dân lộ thu hái một ôn pra chuyện sẽ đánh tới cho đánh ngày chẳng đấy bà hay chụp vô tình cứ dân tình bị khải bà hay sử mẹp user để con tình thầm đá đang nhầm tình mà cho nam bình chẳng đấy bà còn tình mà cho nam tình cho nam còn tình vì cho nam tình vì cho nam còn tình 7 năm tình 7 năm bạn đây tha bị đách nhưng đã lại sân thay ảo bạn này chẳng hết này và tại mà tham mình đạch soạn miền tề cứ tới tận đạch và còn là dùng chập phần năng ok hơi phần năng một con xung lại chặt tới mà tam ca của tính này và ở con chân trong một con miền nằm rồi cá chạy tô máu dân son stop hay gì đọc account đấy hay stop với ai top môn stop cry và dừng tinh màu thái có dừng lộ thái dừng tinh màu thu có dừng lộ thù ban này chẳng ấy ok chẳng con trán video này không ôn miền nằm rồi cá toàn miền promotion lấy từ lại bị xe trốn bông phôn ai tệ tông tình bàn chẳng đó mà con trán mà